ពីអ្នកឡើងទៅគាត់ប្រកាសជាដឹងហើយថាកូនដែលគាត់ចាំដំបូងយ៉ាងម៉េចកូនទី2យ៉ាងម៉េចឬកូនដែលមានបញ្ហាបែបម៉េចតែចំពោះម៉ាក់ប៉ាដែលគាត់ទៅតែមានកូនថ្មីថ្មោងឬក៏គាត់មានកូនធំហើយចាប់ពី6ខែដល់1ខួបជើង2ខួបហើយចាអញ្ចឹងប៉ាម៉ាក់អាចសង្កេតមើលកូនហើយវីដេអូនេះខ្ញុំចង់លើកទឹកចិត្តដល់ប៉ាម៉ាក់ដែលសង្កេតកូនឬក៏ដឹងថាកូនមានការយឺតយ៉ាវនៃការវិវត្តណាមួយខ្ញុំចង់លើកទឹកចិត្តទៅដល់ប៉ាម៉ាក់ជាពិសេសគឺលោកប៉ាបើចំពោះម៉ាក់ខ្ញុំគិតថាភាគច្រើនគឺភាគរយច្រើនដែលម៉ាក់គាត់យល់ដឹងពីកូនហើយគាត់ដឹងថាកូនយឺតឬកូនមានបញ្ហាអីមួយគាត់ដឹងហើយគាត់ទទួលស្គាល់ក៏ប៉ុន្តែចំពោះលោកប៉ាមួយចំនួនគាត់អត់ទាន់ទទួលស្គាល់ឬក៏យល់ថាកូនគាត់មានបញ្ហាឬក៏អត់ទេខ្ញុំឧទាហរណ៍ថាតកតងទៅនឹងភាសាតកតងនឹងកុមារដែលគាត់យឺតយ៉ាវឬក៏កង្វះខាតនៃការវិវត្តភាសាប៉ាមួយចំនួនគាត់អត់ទទួលស្គាល់ថាកូនគាត់យឺតភាសាឬក៏អីទេគាត់តែងតែលើកឡើងដោយចាស់ពីដើមគាត់តែងតែលើកថាកូនគាត់ធ្ងន់ឬក៏ចៅគាត់ធ្ងន់តទៅដល់អាយុ4ឆ្នាំ5ឆ្នាំទើបអាចនិយាយបានធម្មតាឬក៏គាត់តែងតែឧទាហរណ៍ថាកាលប៉ាគាត់ក៏អញ្ចឹងដែរប៉ាគាត់4ឆ្នាំ5ឆ្នាំមិនអាចនិយាយបានអញ្ចឹងគាត់គិតថាកូនមានសែនប៉ាឬក៏មានកាយយឺតយ៉ាវដូចប៉ាគាត់អញ្ចឹងបើយើងប្រៀបធៀបពីសម័យមុនគឺអាចអញ្ចឹងបងប្អូនយើងអាចនិយាយបានថាធ្ងន់បានគាត់អាចនិយាយបានក៏ប៉ុន្តែសម័យបច្ចុប្បន្នយើងអត់អាចប្រៀបធៀបទៅនឹងសម័យមុនបានទេឬក៏ថាគាត់ធ្ងន់ចាំមើលលទ្ធផលគាត់ដល់អាយុ4ឆ្នាំ5ឆ្នាំចាំមើលគាត់និយាយអត់បានអត់គឺអត់ទេបងប្អូនអញ្ចឹងសម័យនេះគឺអត់អាចរំពឹងដូចសម័យមុនបានទេអញ្ចឹងខ្ញុំចង់លើកទឹកចិត្តដល់លោកប៉ាអ្នកម៉ាក់ដែលមានកូនយឺតយ៉ាវមិនថាភាសាឬក៏បញ្ហាណាមួយឬក៏បញ្ហាអូទីសឹមទេបើសិនជាលោកប៉ាអ្នកម៉ាក់ទទួលស្គាល់ថាកូនមានការយឺតយ៉ាវបែបហ្នឹងឬក៏កូនវិវត្តយឺតឬក៏កូនអូទីសឹមបើលោកប៉ាអ្នកម៉ាក់ទទួលស្គាល់លោកប៉ាអ្នកម៉ាក់រកដំណោះស្រាយជួយកូនវិញឧទាហរណ៍ទៅរកជួបអ្នកជំនាញឬក៏ដាក់កូនរៀននៅសាលាដែលមានជំនាញត្រូវនឹងកម្រិតកូនឬក៏ម៉ាក់រកវិធីសាស្ត្រឬក៏ប៉ារកវិធីសាស្ត្រក្នុងការជួយកូនបន្ថែមទៀតគឺវិជាការ